ច្រៀងបទនេះរៀបរាប់រឿងពិតតស៊ូក្នុងឆាកជីវិតលំបាកក៏មិនត្អូញត្អែចាកចេញពីស្រុកសន្យាថាមិនរុញរីស្រមៃតាំងពីដឹងក្តីថាធំឡើងធ្វើជាតារាដើរចេញពីផ្ទះទឹកភ្នែកក៏លើកដៃលាទាំងទ្រូងឆាបឈួលព្រោះតែគ្រួសារក្រក្រីឡើងលើឡានក្រុងក៏យំនឹកឃើញសំដីថាបើរូបខ្ញុំមិនល្បីមិនត្រឡប់មកស្រុកវិញឡើយដល់ភ្នំពេញខ្ញុំរកកន្លែងស្នាក់នៅរកបានហើយចិត្តខ្ញុំមកសៅព្រោះតែអត់ការងារធ្វើใจដន់ថ្ងៃមួយស្គាល់បងម្នាក់គាត់ក៏ជួយរកការងារឲ្យធ្វើមួយប្រាក់ខែ$100នេះជាចម្រៀងច្រៀងរឿងពិតខ្ញុំថ្ងៃធ្វើការយប់ឡើងក៏ខំសុំហាងច្រៀងដើម្បីចំណងខំទាំងថ្ងៃយប់សង្ឃឹមថានឹងជោគជ័យថ្ងៃណាមួយនឹងល្អប្របីសងគុណលោកពុកអ្នកម្ដាយភ្នំពេញខ្ញុំរកកន្លែងស្នាក់នៅរកបានហើយចិត្តខ្ញុំមកសៅព្រោះតែអត់ការងារធ្វើใจដន់ថ្ងៃមួយស្គាល់បងម្នាក់គាត់ក៏ជួយរកការងារឲ្យធ្វើមួយប្រាក់ខែ$100នេះជាចម្រៀងច្រៀងរឿងពិតខ្ញុំថ្ងៃធ្វើការយប់ឡើងក៏ខំសុំហាងច្រៀងដើម្បីចំណងខំទាំងថ្ងៃយប់សង្ឃឹមថានឹងជោគជ័យថ្ងៃណាមួយនឹងល្អប្របីសងគុណលោកពុកអ្នកម្ដាយ